តបងប្អូនអរគ្នាមកមើលពីកញ្ចក់រថយន្តដែលមានបញ្ហាស្រាំហើយវាហែកមាត់ហើយវាចូលដីចូលទឹកអីចឹងបងប្អូនអរគ្នាកញ្ចក់នេះគឺយើងអាចធ្វើការអ៊ុតបានស្អាតទេហើយអញ្ចឹងបានថាកញ្ចក់ដែលស្រាំអាចទុកយូរបានទេបងប្អូនប្រភេទឆ្នូតបែបនេះនៅពេលដែលយើងទុកយូរទៅវាចូលដីចូលអីចឹងទេនៅពេលដែលយើងចាក់កៅអ៊ុតទៅវាឃើញស្នាមដីកកតាមធ្នេនឹងអញ្ចឹងណាហើយអញ្ចឹងបានថានៅពេលដែលយើងអ៊ុតមួយគឺយើងតែងតែពយល់ប្រាប់ទេជនកុំឲ្យថានៅពេលដែលយើងអ៊ុតហើយទៅជែកគ្នាអ៊ុតហើយឆ្លុះគ្នាអីចឹងអត់ទេយើងប្រាប់គាត់មុនទៅកុំឲ្យគាត់ពេលអត់ហើយមានបញ្ហាជាមួយគ្នានិយាយអត់ត្រូវគ្នាចឹងបាទតែកញ្ចក់នេះចឹងគឺខ្ញុំប្រាប់ថាកញ្ចក់នេះអត់ស្អាតទេបងកញ្ចក់នេះវាហាមាត់ហើយអត់ទៅវាគ្រាន់តែបានជួយទប់កុំឲ្យវារៀលថែមទៀតទេព្រោះដោយសារតែវាបែករៀងខ្លាំងចឹងណាចឹងអ្វីក៏ដោយគឺយើងតែងតែផ្ដល់ការប្រឹក្សាយោបល់ជូនគាត់ជានិច្ចមិនចេះតែធ្វើឲ្យតែបានធ្វើជាធ្វើទេបងប្អូនយើងទៅចែកគ្នាយើងប្រាប់គាត់ឲ្យអស់ហេតុអស់ផលចឹងទៅនៅពេលដែលយើងធ្វើហើយគឺយើងយកលុយយកកាក់មកគឺអត់មានបញ្ហាជាការជជែកគ្នាទេសុខចិត្តឆ្លុះគ្នាមុនឬសុខចិត្តបកកាយគ្នាមុនប្រសើរជាជាងយើងពេលធ្វើឲ្យថងអត់ស្អាតទេជាមួយគឺយើងអត់ចូលចិត្តទេអញ្ចឹងសុខចិត្តប្រាប់គាត់បានដោយកញ្ចក់នេះអញ្ចឹងបងប្អូនមើលទៅឃើញស្នាមចូលដីចូលទឹកអញ្ចឹងនៅពេលដែលយើងធ្វើគឺអត់សូវបានល្អទេប៉ុន្តែអ្វីដែលយើងសំខាន់គឺយើងបញ្ជាក់ជូនគាត់ថាយើងធ្វើទី1ការពារកុំឲ្យវារៀលហើយនឹងកុំឲ្យឃើញស្នាមច្បាស់ពេកហើយការធ្វើបែបនេះគឺដើម្បីទប់កុំឲ្យវារៀលទៅមុខថែមទៀតអញ្ចឹងស្នាមនេះនៅពេលដែលខាងចុងរៀលមកចង្អាមថែមហ្នឹងគឺអត់សូវឃើញច្បាស់ទេតែសម្រាប់គល់កញ្ចក់ដែលរៀលមកប្រហែលជា2ចង្អាមនេះគឺវាឃើញដីឃើញទឹកចូលមកបងប្អូនអរគ្នានេះគឺជារថយន្តទី1ដែលខ្ញុំនឹងយកមកធ្វើការប្រៀបធៀបជូនបងប្អូនហើយទីទៀតខ្ញុំនឹងបង្ហាញពីរថយន្តមួយទៀតក៏ចូលដីបងប្អូនចូលដីដែរហើយបែកខ្ទង់កន្លះខែរថយន្តមួយទៀតគឺលោកពូគាត់អញ្ជើញមកពីខាងព្រៃវែងមកអត់ដល់ទីកន្លែងផងដែរបងប្អូនអរគ្នាបាទអញ្ចឹងរថយន្តទី1គឺបានតែប៉ុណ្្នឹងទេវាលែងឃើញភ្លឺដូចមុនហើយតែយើងអាចទុកចិត្តបានគឺថាវាលែងរៀលតែម្ដងព្រោះដោយសារយើងប្រើប្រាស់នៅប្រភេទទឹកថ្នាំបាល់ឡម៉ង់ហើយកញ្ចក់នេះគឺយើងបានទុកហាលថ្ងៃប្រហែលជាខ្ទង់2ម៉ោងដែរមុននឹងធ្វើការអ៊ុតអញ្ចឹងបងប្អូនអរគ្នាឥឡូវនេះយើងមកមើលពីរថយន្តទី2បាទរថយន្តទី2គាត់បែកនៅកេមកញ្ចក់ដូចគ្នាបែកក្របស្រូវហើយគាត់ຕົកប្រហែលជាខ្ទង់កន្លះខែដែរបងប្អូនទាំងគ្នាចូលថា10ថ្ងៃកន្លះខែចាស់ហើយយើងមើលនឹងភ្នែកចេះយើងអត់ដឹងថាសាច់កញ្ចក់ហ្នឹងវាចូលដីចូលទឹកទេគ្រាន់តែយើងដឹងថាកញ្ចក់ដែលបែកចូលខ្ទង់កន្លះខែហើយគឺប្រកបណាស់នឹងមានដីចូលច្រើនព្រោះដល់ពេលដែលយើងជីទៅគាត់អត់បានបិទស្កុតចោលទីគឺដីចូលច្រើនហ្មងអញ្ចឹងនៅពេលដែលបកផ្លិតទឹកខ្វាត់ចុះខ្វាច់ឡើងទៅធ្វើឲ្យអាដីហ្នឹងវាចូលនៅក្នុងធ្នេនឹងតែម្ដងបាទអញ្ចឹងយើងក៏បញ្យល់លោកពូដែរថាធ្វើទៅអត់សូវបានស្អាតទេវាក៏កដីអញ្ចឹងនៅពេលដែលអ៊ុតហើយគឺលោកពូគាត់ក៏បានថាដែរសត្វដីមែនបងប្អូនដីឡើងក៏ខ្វក់ពេញនឹងតែម្ដងប៉ុន្តែគាត់ថាវាអត់សូវចាំងអញ្ចឹងណាហើយប្រភេទដីអញ្ចឹងយើងអត់អាចទៅយកចេញអីបានទេបងប្អូនអរគ្នាដោយអានេះខ្ញុំកំពុងតែបាញ់កម្ដៅនេះក៏បាញ់ឲ្យវាស្ងួតទឹកខ្លះទេវាអាចបាញ់ដីអីចេញទេបាញ់កុំឲ្យថាវាមានទឹកចូលអីចឹងពួកគាត់ជិះមកវាត្រូវទឹកត្រូវអីដែរចឹងណាបាញ់ឲ្យវាស្ងួតខ្លះដើម្បីឲ្យវាជាប់កុំឲ្យវារៀលទៅមុខថែមទៀតនៅពេលដែលយើងចាក់កៅអ៊ុតទៅវាបានគុណភាពសាច់កាយខាំនៅក្នុងសាច់កញ្ចក់នឹងល្អចឹងបងប្អូនអរគ្នាចឹងអាទឹកកញ្ចក់ចូលដីចូលទឹកនេះយើងបានតែធ្វើកុំឲ្យតែវារៀលថែមទេព្រោះយកស្អាតក៏មិនស្អាតដែរយើងតែងតែបញ្យល់ប្រតិជនយើងបែបហ្នឹងបាទនេះក៏លេខមើលទៅឃើញឆ្នូតដែរអញ្ចឹងបងប្អូនអរគ្នាដូចបែកទង់អញ្ចឹងអញ្ចឹងវាមិននឹងបានស្អាតទៅបងប្អូនអរគ្នាអត់បានស្អាតទេបាទឥឡូវយើងបានធ្វើការចាក់កាវហើយបងប្អូនមើលទៅនេះយើងចាក់កាវហើយវាអត់សូវចាំងទេតែកន្លែងទឹកចូលនេះគេច្រេចឲ្យដីឃើញខ្មៅបងប្អូនឃើញខ្មៅអញ្ចឹងបានខ្ញុំប្រាប់ថាហ្នឹងគឺអត់សូវបានស្អាតទេដោយសារតែវាចូលដីចូលទឹកអញ្ចឹងណាអញ្ចឹងបើតាមពិតបើអតិថិជនគាត់ចង់អ៊ុតក៏អ៊ុតទៅមិនចង់អ៊ុតក៏មិនជាបញ្ហាដែរយើងបញ្យល់ទៅតាមបច្ចេកទេសជំនាញរបស់យើងដែលធ្លាប់ជួសជុលអញ្ចឹងទៅយើងប្រាប់គាត់ថាហ្នឹងវាបែបនេះគឺមិនអាចដោយការគិតរបស់គាត់ទេអញ្ចឹងកុំឲ្យគាត់គិតថាអត់ឲ្យបាត់ស្នាមភឹងអីអត់ទេបងប្អូនអរគ្នាហើយអត់ទៅសាច់ល្អក៏វាដោយសារប្រភេទស្នាមថ្មីឬក៏ស្នាមចាស់ដែរអានេះស្នាមចាស់អញ្ចឹងយើងអត់យ៉ាងមិនក៏វាអត់សូវបានស្អាតដែរបើຕົកដល់ទៅ4-10ថ្ងៃហើយវាលែងសូវល្អហើយអញ្ចឹងអានេះសំខាន់គឺយើងបញ្យល់ទៅអតិថិជនយើងឲ្យច្បាស់ទេអញ្ចឹងកុំឲ្យអត់ឲ្យមានការអន់ចិត្តអីចឹងបងប្អូនគ្នាបាទហើយអាស្នាមចុងដែលវារៀលទៅមកចង្អាមថ្មីហ្នឹងវាអត់សូវអីទេវាអត់សូវឃើញទេតែបើសិនជាអាស្នាមដែលនៅខាងនេះវាសិតតដីបងប្អូនឃើញទេប៉ុន្តែគ្រាន់តែវាអត់សូវចាំងភ្នែកចាំងភ្លឺចាយដូចមុនអញ្ចឹងណាអត់មានអីជាការបកស្រាយបន្ថែមជូនបងប្អូនទេមានតែប៉ុណ្្នឹងទេសម្រាប់កញ្ចក់ដែលបែកយូរហើយចង់ធ្វើគឺបែបហ្នឹងគឺបងប្អូនមកចាំសង្ឃឹមតែបានស្អាតច្រើនទេហើយបានទៅធ្វើមកទុកកុំឲ្យរៀលថែមទៀតទៅអញ្ចឹងណាបងប្អូនទាំងគ្នាបាទអរគុណច្រើនសម្រាប់ការគ្រប់គ្រងនៅសេវាកម្មតារាជំនាញកញ្ចក់រថយន្តបែកប្រេសស្រាំយើងក៏មានសេវាកម្មចល័តដល់ទីកន្លែងបងប្អូនអាចតាក់ទងតាមរយៈ Telegram ឬក៏ឆាតចូល page បានផងដែរឬក៏ប្រញាប់ពេកក៏បងប្អូនអាច call មកព្រោះពេលខ្លះខ្ញុំកំពុងធ្វើការ
ជិះម៉ូតូអីចឹងគឺអត់បានឆ្លើយតបបងប្អូនភ្លាមៗអញ្ចឹងបងប្អូនអរគ្នាបាទអរគុណច្រើនជម្រាបលា